នេះជាវិធីនៅក្នុងការចាក់សោ account Facebook របស់យើងកុំឲ្យគេដឹងថាយើងមាន friend ជាមួយនរណាគេខ្លះយើងបានផុសឬក៏ធ្វើសកម្មភាពអ្វីខ្លះនៅក្នុង Facebook របស់យើងអាចចូលទៅចាក់សោបានឥឡូវនេះយើងចូលទៅមើលទាំងអស់គ្នាអញ្ចឹងដំបូងយើងចូលមកក្នុងកម្មវិធី Facebook របស់យើងមករួចហើយយើងចុចកន្លែងសញ្ញាត្រី3នៅផ្នែកខាងលើនេះបើសិនជា iPhone នៅផ្នែកខាងក្រោមរួចហើយមកដល់កន្លែងនេះយើងចុចទៅលើឈ្មោះ account Facebook របស់យើងបន្តមកទៀតដល់កន្លែងនេះបងប្អូនទាំងនេះចុចកន្លែងសញ្ញាត្រី3នៅផ្នែកខាងស្ដាំដៃហ្នឹងណាបាទយើងចុចកន្លែងសញ្ញាត្រី3ហ្នឹងមករួចហើយមកដល់កន្លែងនេះយើងមើលកន្លែងគេដាក់សញ្ញារូបសោគេដាក់ថាចាក់សោកម្រងព័ត៌មានផ្ទាល់ខ្លួនអញ្ចឹងបងប្អូនទាំងនេះចុចទៅលើពាក្យហ្នឹងមករួចហើយមកដល់កន្លែងនេះយើងចុចកន្លែងពាក្យអក្សរ KK នឹងម្ដងទៀតបន្ទាប់មកចេញបែបនេះយើងចុចពាក្យយល់ព្រមបាទអញ្ចឹងនៅពេលដែលចេញបែបហ្នឹងបានន័យថា account Facebook របស់យើងហ្នឹងបានចាក់សោបានរួចរាល់ហើយប៉ុន្តែដោយឡែកបើសិនជាក្នុងករណីថាបងប្អូនទាំងនេះចង់ដោះសោនឹងវិញណាបាទចង់ដោះសោវិញយើងចុចកន្លែងសញ្ញាត្រី3ដែលហ្នឹងមករួចហើយយើងចុចកន្លែងពាក្យដោះសោព័ត៌មានផ្ទាល់ខ្លួនយើងចុចកន្លែងហ្នឹងមកបន្ទាប់មកដល់កន្លែងនេះបងប្អូនទាំងនេះចុចកន្លែងពាក្យដោះសោហ្នឹងមកបាទកន្លែងរូបសោហ្នឹងណារួចហើយមកដល់កន្លែងនេះយើងចុចទៅលើពាក្យដោះសោកម្រងព័ត៌មានរបស់អ្នកអញ្ចឹងយើងចុចកន្លែងពាក្យហ្នឹងមកអញ្ចឹងនៅពេលដែលចេញបែបនេះយើងចុចពាក្យយល់ព្រមបាទអញ្ចឹងគឺយើងបានដោះសោមកវិញរួចរាល់ហើយនេះគឺជាវិធីនៅក្នុងការចាក់សោនៅក្នុង account Facebook របស់យើងហើយវីដេអូនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់មកបង្ហាញបងប្អូនអ្នកគ្នាហើយជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត